ការគ្រប់គ្រងប្រកបដោយ efficiency ហើយនិង effectiveness ចឹង efficiency គឺជាមធ្យោបាយក្នុងការគ្រប់គ្រងទាក់ទងនឹងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពអត់ខ្ជះខ្ជាយបាទនាំឲ្យការគ្រប់គ្រងយើងគឺមាន high efficiency យើងអត់ជួលបុគ្គលិកមកច្រើនគ្នាក្នុងការធ្វើការនាំឲ្យកោជើងគ្នាយើងអត់ជួលទីតាំងទៅធំពេកព្រោះពីតម្រូវការយើងអត់ទិញសម្ភារៈមកច្រើនពេកបាទនាំឲ្យមានបញ្ហាក្នុងការ storage បាទអស់ថ្លៃច្រើនក្នុងការជួល stock ទុកអស់ថ្លៃច្រើនអាចហួស delay ខូចខាតបាទអញ្ចឹងយើងជា manager យើងធ្វើម៉េចមធ្យោបាយក្នុងការគ្រប់គ្រងក្នុងការធ្វើការងារការប្រើប្រាស់ធនធានគឺត្រូវឲ្យមានប្រសិទ្ធភាព efficiency ដោយមិនខ្ជះខ្ជាយហើយប្រើប្រាស់ធនធានដែលយើងមានឲ្យអស់លទ្ធភាពបាទដើម្បីមាន high efficiency ហើយក៏ត្រូវសម្លឹងមើលទៅលើ effectiveness បាទគឺលទ្ធផលចុងក្រោយដែលយើងចង់ទទួលបានត្រូវធ្វើម៉េចទទួលឲ្យបានជាអតិបរមាយើងចង់ឲ្យបុគ្គលិកមានចំណេះជំនាញកាន់តែល្អជាងមុនទទួលបានមែនយើងចង់ឲ្យអតិថិជនពេញចិត្តនឹងសេវាកម្មរបស់យើងធ្វើបានមែនបាទអញ្ចឹងអ្វីដែលយើងចង់ទទួលបានគឺទទួលបានជាអតិបរមាយើងចង់ឲ្យប្រាក់ចំណូលយើងកើនឡើងយើងធ្វើបានមែនបាទយើងចង់ឲ្យការងាររបស់យើងមានការរីកចម្រើនបាទមានសាខាបន្ថែមធ្វើបានមែនអញ្ចឹងគឺជា high effectiveness អញ្ចឹង manager គឺយើងត្រូវតែខំធ្វើការធ្វើម៉េចឲ្យចេញជាលទ្ធផលតែជោគជ័យគឺមាន high efficiency ធនធានអត់ខ្ជះខ្ជាយហើយយើងមាន high effectiveness គឺទទួលបានផលដូចអ្វីដែលយើងចង់បាន